អូនណែនសូមជម្រាបសួរពុកម៉ែអំពូមីងអូនណែនដឹងថាពុកម៉ែអ៊ំពូមីងធ្វើការរកលុយហត់ណាស់តែអូនគិតថាការទុកលុយឲ្យនៅជាមួយយើងគឺរឹតតែហត់ជាងនេះទៀតបើយើងអត់មានវិន័យក្នុងការចាយវាយគឺច្បាស់លាស់មួយកុំទិញរបស់ថ្លៃដើម្បីតែឲ្យគេសរសើរបើយើងរកលុយបានតិចតែទៅទិញរបស់ថ្លៃគ្រាន់តែចង់ឲ្យគេឃើញថាយើងលយមិនយូរទេគឺយើងនឹងជំពាក់លុយគេពីរកុំកបងរំលោះគឺរបស់ដើម្បីអួតគេបើយើងបងរំលោះទូរស័ព្ទថ្មីឬឡានថ្មីគ្រាន់តែដើម្បីអួតគេនោះយើងនឹងហត់ណាស់ក្នុងការរកលុយសង្កេររហូត3ចាយលុយដែលមានក្នុងកាបូបពិតយើងគួរចាយតែលុយដែលយើងមានពិតប្រាកដក្នុងដៃកុំចាយលុយដែលយើងខ្ចីគេឬលុយដែលមិនទាន់រកបាន4ចាយលុយដើម្បីរៀនសូត្របើយើងកាន់តែឆ្លាតយើងកាន់តែអាចរកលុយបានច្រើនដូច្នេះការទិញសៀវភៅអានឬទៅរៀនបន្ថែមគឺជាការចាយលុយដែលល្អបំផុត5ចាយលើរបស់សំខាន់ត្រឹមពាក់កណ្ដាលគឺលុយទិញបាយម្ហូបនិងចាក់សាំងមិនត្រូវឲ្យលើសពីពាក់កណ្ដាលនៃលុយដែលរកបានទេលុយពាក់កណ្ដាលទៀតត្រូវទុកសន្សំ6ពេលរកលុយបានច្រើនកុំទាន់អាចចាយច្រើនបើខែនេះអំពូមីងរកលុយបានច្រើនជាងមុនកុំទាន់ប្រញាប់ទិញរបស់ថ្មីថ្លៃជាងមុនត្រូវធ្វើខ្លួនធម្មតាហើយយកលុយដែលសល់នោះទៅសន្សំទៅ First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន